សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានពុនរីនឹងបង្ហាញអំពីវិធីសាស្ត្រមួយទាក់ទងទៅនឹងការទាញយកឯកសារដែលយើងភ្លេច save ដោយដែលយើងបានដឹងហើយថានៅពេលដែលយើងវាយឯកសារនៅលើ Microsoft Word ពេលដែលយើងភ្លេច save យើងនឹងមិនមានឯកសារហ្នឹងនៅក្នុងកុំព្យូទ័រយើងទេអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាថាតើបើសិនជាខ្ញុំភ្លេច save ឯកសារនេះតើយើងអាចទាញវាយកមកវិញបានដោយរបៀបណាអញ្ចឹងចូលមកមើលទាំងអស់គ្នាអញ្ចឹងឥឡូវខ្ញុំសូមបិទឯកសារនេះហើយខ្ញុំសូមយកពាក្យ don't save សូមចុចបិទបន្តមកទៀតអ្នកទាំងអស់គ្នាបិទទាំង Word នេះអស់ដែលអ្នកទាំងអស់គ្នាបើកហើយអ្នកទាំងអស់គ្នាមកបើកថ្មីបន្តមកទៀតអ្នកទាំងអស់គ្នាចុចលើពាក្យ blank document អ្នកទាំងអស់គ្នាឃើញ map ហ្នឹងយើងចុចលើវាមកអូខេខ្ញុំសូមបរិយាធំបន្តមកទៀតអ្នកទាំងអស់គ្នាបើកបានផ្ទាំងហ្នឹងហើយអ្នកទាំងអស់គ្នាមកមើលកន្លែង file ហើយយកពាក្យ info នេះនៅកន្លែងនេះអ្នកទាំងអស់គ្នាឃើញ info អញ្ចឹងយើងចុចលើពាក្យ info ហ្នឹងមកវានឹងបោះផ្ទាំង3ឲ្យយើងអ្នកនរគ្នាបានឃើញហើយយើងមករើសពាក្យ manage document អញ្ចឹងយើងចុចលើកន្លែងនេះមកបន្តមកទៀតអ្នកនរគ្នានឹងឃើញផ្ទាំង2ទៀតអ្នកនរគ្នាឃើញទេហើយយើងយកលើគេ recover unsaved documents យើងចុចលើវាមកបន្តមកទៀតវានឹងបោះផ្ទាំងនេះឲ្យយើងទៅរកឈ្មោះឯកសារដែលយើងភ្លេច save ទុកអញ្ចឹងអ្នកនរគ្នាដាក់ row ទៅមិញខ្ញុំដាក់ពាក្យ question នៅខាងលើនេះអញ្ចឹងខ្ញុំសូមចុចកន្លែងនេះយើងคลิกលើវាអញ្ចឹងមកបន្តមកយើងចុច open កន្លែងនេះរងចាំមើលថាតើឯកសារហ្នឹងមកវិញបានដែរឬទេអូខេនេះអ្នកនរគ្នាឃើញទេឯកសារដែលយើងភ្លេច save មិញហ្នឹងគឺមកវិញហើយបន្តទៀតអ្នកនរគ្នាអាចចូល save បានបើសិនអ្នកនរគ្នាចង់ប្រើប្រាស់ឯកសារហ្នឹងបន្តទៀតអូខេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេខ្លីៗហើយអ្នកនរគ្នាអាចប្រើប្រាស់វិធីសាស្ត្រនេះដើម្បីទាញយកឯកសារដែលយើងមិនបានរក្សាទុកដោយមិនដឹងខ្លួនហើយអ្នកនរគ្នាអាចប្រើប្រាស់បានធម្មតាវិញអញ្ចឹងចុងក្រោយសូមចុច like share subscribe ដើម្បីទទួលបានវីដេអូមេរៀនថ្មីៗសូមអរគុណសូមជម្រាបលាបាយបាយ Thanks for watching. Like, Comments share, and subscribe.